មានសំណួរជាច្រើនសួរមកកាន់ខ្ញុំថាតើកប៉ុស្តិ៍ចល័តហ្នឹងមានលក្ខណៈដូចម្តេចហើយដំណើរការនៃការផលិតហ្នឹងមានលក្ខណៈដូចម្តេចជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះហៅតាំងគាជានិស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មទៅលើមុខជំនាញវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រដីនៃមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មជាការពិតកប៉ុស្តិ៍ចល័តគឺជាកប៉ុស្តិ៍ដែលទទួលបានមកពីការបំបែកនៃចល័តដែលវាស៊ីកាកសំណល់ផ្សេងៗដូចជាកាកសំណល់សរីរាង្គកាកសំណល់បន្លែក៏ដូចជាលំគោជាដើមដូច្នេះដើម្បីឲ្យកាន់តែជាក់ច្បាស់ជាងនឹងទៅទៀតហើយនេះខ្ញុំនឹងណែនាំអំពីបច្ចេកទេសនៅក្នុងការចិញ្ចឹមចល័តនៅក្នុងចានជ័រដោយប្រើលំគោជាចំណីមុននឹងចូលទៅដល់បច្ចេកទេសផ្អិតខ្ញុំក៏សូមណែនាំអំពីអត្ថប្រយោជន៍ខ្លះៗក៏ដូចជាគុណសម្បត្តិនៃកប៉ុស្តិ៍ចល័តកប៉ុស្តិ៍ចល័តមានអត្ថប្រយោជន៍ជាច្រើនដូចជាវាជួយកែប្រែគុណភាពដីឲ្យល្អប្រសើរជាងមុនហើយវាជួយបង្កើនពពួកមីក្រូសារពាង្គកាយដែលមាននៅក្នុងដីកប៉ុស្តិ៍ចល័តគឺសម្បូរទៅដោយសារធាតុចិញ្ចឹមទាំងមីក្រូធាតុនិងម៉ាក្រូធាតុជួយរក្សាសំណើមនៃដីឲ្យដីមានសំណើមបានយូរនិងជួយធ្វើឲ្យដីមានរន្ធខ្យល់ចេញចូលបានល្អលើសពីនេះទៅទៀតកប៉ុស្តិ៍ចល័តក៏យើងអាចយកប្រើធ្វើជាជីទឹកបានផងដែរសម្ភារៈចាំបាច់នៅក្នុងការចិញ្ចឹមចល័តរួមមានកធន់ជ័រប្រងមួយដែលមានស្បែកពត់ជំវិញដើម្បីការពារការស្លាប់និងធ្នើរសម្រាប់ដាក់ចិញ្ចឹមចល័តសម្រាប់លំគោដែលយើងយកមកប្រើប្រាស់គឺជាលំគោស្ងួតដែលមានសំណើមចន្លោះពី5ទៅ10%បើសិនជាលំគោនោះជាលំគោថ្មីឬក៏មានសំណើមយើងអាចយកទៅសណ្ដាល់នៅក្នុងម្លប់ឬមួយក៏ហាលក្នុងរយៈពេលចន្លោះពី3ទៅ5ថ្ងៃអាស្រ័យទៅលើអាកាសធាតុជាក់ស្ដែងបន្ទាប់មកយើងត្រូវយកលំគោយកទៅត្រាំទឹកនៅក្នុងកធន់ជ័រមួយចន្លោះពេលពី5ទៅ7ថ្ងៃបន្ទាប់ពីត្រាំបានរយៈពេល1ថ្ងៃយើងត្រូវជន់លំគោឲ្យម៉ត់ល្អដើម្បីងាយស្រួលទៅដល់ការបំបែកនៃចល័តបន្ទាប់ពីត្រាំបានរយៈពេល1សប្តាហ៍យើងត្រូវស្រង់លំគោរបស់យើងដាក់ទៅក្នុងចានជ័រមួយឲ្យស្រស់ទឹកល្អមុននឹងដាក់ពូជចល័តចូលសម្រាប់ទឹកដែលត្រាំលំគោយើងក៏អាចយកទៅស្រោចស្រពទៅលើដំណាំបានផងដែរសម្រាប់បរិមាណនៃពូជចល័តគឺយើងត្រូវដាក់ចន្លោះពី2ខាំទៅ3ខាំធៀបទៅនឹងបរិមាណនៃចំណីស្ងួតឬក៏លំគោស្ងួតចន្លោះពី3ទៅ4គីឡូក្រាមបន្ទាប់មកយើងត្រូវយកទៅដាក់នៅលើធ្នើរដោយរក្សាទុកចន្លោះពី10ទៅ15ថ្ងៃទើបធ្វើការប្រមូលផលកំប៉ុងបន្ទាប់ពី10ទៅ15ថ្ងៃក្រោយយើងត្រូវប្រមូលផលដោយប្រមូលថាបែបនេះរហូតទាល់តែនៅសល់តែចំណេញសុទ្ធហើយពូជចំណេញដែលនៅសល់គឺយើងយកទៅដាក់នៅចំណីថ្មីដោយដែលបានបង្ហាញនៅមុននេះបន្តិចហើយវិធីសាស្ត្រមួយទៀតនៅក្នុងការប្រមូលផលគឺយើងអាចប្រមូលផលជាប្រចាំថ្ងៃដោយប្រមូលផលនៅផ្នែកលើបែបនេះហើយប្រមូលថាជិះវៀងការដោចល័តយើងអាចប្រមូលផល2ឬ3ថ្ងៃម្ដងទៅតាមស្ថានភាពជាក់ស្ដែងនេះគឺជាកប៉ុស្តិ៍ដែលយើងប្រមូលផលបានគឺវាមានលក្ខណៈម៉ត់ហើយនឹងពណ៌ខ្មៅល្អបែបនេះដែលយើងអាចយកទៅប្រើប្រាស់ទៅតាមតម្រូវការបាន